សួស្តីអ្នកនរគ្នាខ្ញុំធ្វើវីដេអូពាក់ព័ន្ធមួយAdobe Photoshop ហ្នឹងគឺអនតែចង់track បានន័យថាតាមដានខ្លួនឯងនៅការសិក្សាស្វែងយល់ self study បានន័យថារៀនខ្លួនឯងហើយខ្ញុំមិនមែនជាគ្រូជំនាញអីទេគ្រាន់តែធ្វើវីដេអូហ្នឹងដើម្បីរំលឹកខ្លួនឯងនៅមេរៀនដែលបានរៀនហើយនឹងការចាប់ផ្ដើមដំបូងថាវាបាត់មិនហើយនៅពេលដែលរហូតតតែពេលដែលបញ្ចប់ហ្នឹងតែខ្ញុំអាចបានធ្វើអីខ្លះហើយធ្វើអីកើតខ្លះហើយនឹងរំលឹកខ្លួនឯងថាបានឆ្លងកាត់នៅមេរៀនអីគេខ្លះក្នុងការធ្វើហ្នឹងហើយក៏ដូចគ្នាដែរបើបងដែលគាត់ទំរៀនឬក៏អត់តន់រៀនទេបងឬក៏បងប្អូនអីគាត់អាចសិក្សាស្វែងយល់ពីខ្លួនឯងពីតាម YouTube តាមអីក៏បានដែរហើយព្យាយាមអនុវត្តខ្លួនឯងបានច្រើនអាហ្នឹងបានយើងទទួលបាននៅចំណេះដឹងហើយនៅនឹងskill ដែលយើងរៀនហ្នឹងវាចេះស្ទាត់ដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ